នារីម្នាក់ត្រូវជន់សង្ស័យពីអ្នកលបួងដោះយកសម្ភារៈបានសម្រេចគិតជាប្រាក់អស់ប្រហែល$500នៅខណ្ឌពោធិ៍សែនជ័យនារីម្នាក់សង្ស័យត្រូវថ្នាំសណ្ដំគេរួចជន់សង្ស័យពីអ្នកបានលបួងឲ្យដោះយកសម្ភារៈមានតម្លៃមួយចំនួនបានសម្រេចគិតជាប្រាក់អស់ប្រហែលជា$500ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង6:20នាទីព្រលប់ថ្ងៃទី22ខែសីហាឆ្នាំ2022ដែលស្ថិតនៅតាមបណ្ដោយផ្លូវ2004ក្នុងសង្កាត់កាកាបទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនារីរងគ្រោះមានឈ្មោះរតនាភេទស្រីអាយុ19ឆ្នាំមុខរបរជាកម្មការិនីរោងចក្របច្ចុប្បន្នស្នាក់នៅម្ដុំផ្លូវសេសក្នុងសង្កាត់ស្ទឹងមានជ័យ3តាមប្រភពព័ត៌មានពីនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានដើរចេញពីកន្លែងធ្វើការដោយធម្មតាដែលនៅរោងចក្រកាណាឌីយ៉ាស្ថិតនៅក្នុងសង្កាត់ចោមចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញខណៈដែលធ្វើដំណើរមកដល់ខាងមុខរោងចក្រស្រាប់តែមានស្ត្រី2នាក់បានដើរមកជិតហើយបានទះស្មាខ្លួនមួយដៃរួចក៏បានឲ្យឡើងជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក់មកជាមួយជនសង្ស័យទាំង2នាក់ហើយពួកគេក៏បានដឹកយកមកដល់ផ្លូវ2004នៅម្ដុំស្តុបអង្គតមិញពេលនោះជនសង្ស័យទាំង2នាក់បានយកខ្សែកកឡៃមួយខ្សែហើយប្រាប់ខ្លួនថាខ្សែកនេះមានតម្លៃជាង$1000បន្ទាប់មកជនសង្ស័យទាំង2នាក់នោះក៏បានប្រាប់ថាខ្សែកនេះចែកជា3ចំណែកស្មើៗគ្នាដោយសារពេលនោះខ្លួនកំពុងតែស្រពេចស្រពិលវង្វេងស្មារតីផងនោះក៏ស្រាប់តែជនសង្ស័យទាំង2នាក់នោះបានឲ្យខ្លួនដោះខ្សែកលុយនិងរបស់មានតម្លៃដែលនៅជាប់ខ្លួនឲ្យទៅពួកគេដោយពួកគេប្រាប់ថាទុកខ្សែកដែលមានតម្លៃជាង$1000នេះឲ្យខ្លួនហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលក្រោយការហេតុប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានសួរនាំនិងបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីឲ្យមកទទួលយកទៅដាក់ពាក្យបណ្ដឹងតែក្រុមគ្រួសារជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេដោយបានប្រាប់ថាឲ្យតែកូនរបស់គាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទៅបានហើយរួចក៏បាននាំកូនរបស់គាត់ទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាលបន្តប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យបានលើកឡើងថាករណីចោរលួចចោរឆក់ចោរប្លន់និងករណីដាក់ថ្នាំសណ្ដំដើម្បីយកសម្ភារៈមានតម្លៃនេះតែងតែកើតមានឡើងជាញឹកញាប់ក្នុងខណ្ឌពោធិ៍សែនជ័យតែមិនសូវដែលឃើញមានសមត្ថកិច្ចបង្ក្រាបបាននោះឡើយមានតែប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងហើយក៏ស្ងាត់តែប៉ុណ្ណោះដូចនេះប្រជាពលរដ្ឋសំណូមពរដល់លោកមុំវុធីជាអធិការខណ្ឌពោធិ៍សែនជ័យមេត្តាជួយពង្រឹងសមត្ថភាពកូនចៅជួយល្បាតគ្រប់គោលដៅផងដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមានការភ័យខ្លាចនិងឲ្យសមស្របទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យ